បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូចំណេះដឹងមួយចែកជូនដល់ពុកម៉ែបងប្អូនបានដឹងអំពីរបៀបបិទឬបើក call នៅក្នុងកម្មវិធី Telegram អញ្ចឹងបើពុកម៉ែបងប្អូនចង់បិទឬបើក call នៅក្នុងកម្មវិធី Telegram អញ្ចឹងពុកម៉ែបងប្អូនសូមទស្សនាវីដេអូហ្នឹងចាប់ពីដើមរហូតដល់ចប់នោះពុកម៉ែបងប្អូនដឹងពីរបៀបបើកឬបិទ call នៅក្នុងកម្មវិធី Telegram តោះយើងកុំបង្ខាត់ពេលវេលាយូរយើងចូលទៅទស្សនាវីដេអូនឹងទាំងអស់គ្នាអញ្ចឹងជាដំបូងយើងចូលក្នុង Telegram អញ្ចឹងយើងចូលដល់ក្នុង Telegram ហើយយើងចុចកន្លែង setting នៅខាងក្រោមអញ្ចឹងតែយើងបានចុចហើយយើងចុចមកដល់កន្លែងហ្នឹងយើងត្រូវទៅចុចពាក្យ privacy បាទហើយតែយើងចុចហើយយើងអូសវាទៅលើហើយយើងទៅរកពាក្យដែលមានពាក្យថាពាក្យ call បាទមកដល់កន្លែងហ្នឹងពុកម៉ែបងប្អូននឹងឃើញមុខងារទាំង3ហ្នឹងហើយអញ្ចឹងខ្ញុំនឹងបញ្យល់ប្រាប់ពុកម៉ែបងប្អូនមួយនៅក្នុងមុខងារនីមួយៗអញ្ចឹងពុកម៉ែបងប្អូនដែលទៅមកថ្មីកុំភ្លេចជួយចុច Subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទបើពុកម៉ែបងប្អូនដាក់ everybody អញ្ចឹងដូចខ្ញុំអញ្ចឹងមានន័យថានរណាក៏អាច call មកពុកម៉ែបងប្អូនបានដែរក្នុងករណីគេអត់មានលេខសេវទុកក្នុងទូរស័ព្ទរបស់គេក៏ដោយអញ្ចឹងបើពុកម៉ែបងប្អូនដាក់ everybody មានន័យថានរណាក៏អាច call មកពុកម៉ែបងប្អូនបានដែរបាទហើយមកដល់ចំណុចទី2ទាក់ទងទៅនឹង my contact ហ្នឹងមានន័យថាបើនរណាម្នាក់មានលេខទូរស័ព្ទរបស់ពុកម៉ែបងប្អូនទៅអាចគេ call មកពុកម៉ែបងប្អូនបានអញ្ចឹងមានន័យថាបើតើគេមានលេខទូរស័ព្ទគេសេវទុកក្នុងទូរស័ព្ទរបស់គេទៅអាចគេ call មក Telegram របស់ពុកម៉ែបងប្អូនបានបាទហើយទៅតងមុខងារទាំងពីរខ្ញុំបានបញ្យល់ប្រាប់ពុកម៉ែបងប្អូនហើយអញ្ចឹងយើងមកដល់កន្លែង nobody មានន័យថាបើនរណាម្នាក់ក៏មិនអាច call មកពុកម៉ែបងប្អូនបានដែរព្រោះអីពុកម៉ែបងប្អូនបានបិទមុខងារ nobody មុខងារហ្នឹងមានន័យថានរណាក៏មិនអាច call មកពុកម៉ែបងប្អូនបានដែរព្រោះពុកម៉ែបងប្អូនបានបិទមុខងារ call នៅក្នុង Telegram អញ្ចឹងគេមានន័យថាគេអាច call មកបាន call មកក្នុងលេខរបស់ពុកម៉ែបងប្អូនបើ call មកក្នុង Telegram call អត់បានទេពុកម៉ែបងប្អូនបាទហើយមកដល់កន្លែងចំណុចខាងក្រោមមានន័យថាទៅបីពុកម៉ែបងប្អូនបិទមុខងារ call ក៏ដោយពុកម៉ែបងប្អូនអាចលើកលែងអោយនរណាម្នាក់ដែលពុកម៉ែបងប្អូនចង់ឲ្យគេ call មកក្នុង Telegram យើងក៏បានបាទហើយសម្រាប់ពុកម៉ែបងប្អូនចង់ឲ្យនរណាម្នាក់ call មកពុកម៉ែបងប្អូនបានអញ្ចឹងសូមពុកម៉ែបងប្អូនជ្រើសរើស everybody ដូចខ្ញុំបាទហើយយើងចុចចេញមកក្រៅមកបាទសម្រាប់វីដេអូចំណេះដឹងរបស់ខ្ញុំចែកជូនដល់ពុកម៉ែបងប្អូនអំពីរបៀបបើកឬបិទ call នៅក្នុង Telegram ក៏មានតែប៉ុណ្្នឹងទេអញ្ចឹងបើពុកម៉ែបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមពុកម៉ែបងប្អូនកុំភ្លេចជួយចែករំលែកដើម្បីឲ្យពុកម៉ែបងប្អូនមិត្តភក្តិរបស់ពុកម៉ែបងប្អូនបានដឹងផងអញ្ចឹងសូមពុកម៉ែបងប្អូនកុំភ្លេចជួយចុច Subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទ